សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបន្តសម្រាយសាច់រឿងសែនស៊ូរបស់យើងជាភាគទី3បន្តទៅទៀតសាច់រឿងតពីកាត់មកខាងក្រៅវិញយើងឃើញអ្នកភ្លេងចាប់ផ្ដើមប្រគំភ្លេងរបស់ពួកគេហើយជាជនក៏នាំគ្នាលេងយ៉ាងសប្បាយយើងឃើញណាត់សកលកំពុងតែរីករាយនឹងពិធីបុណ្យនេះជាមួយនឹងយូណេអូហើយលូកាបានប្រាប់ពួកគេឲ្យត្រៀមខ្លួនសម្រាប់សមរភូមិបន្ទាប់ពួកគេទាំងពីរនាក់ប្រកែកហើយយូណេអូបាននិយាយថាថ្ងៃនេះគឺជាថ្ងៃពិធីបុណ្យនៃការប្រមូលផលហើយបបួលលូកាផឹកស្រាប៉ុន្តែលូកាបានបដិសេធនិងនិយាយថាពួកយើងមិនដឹងថាវ៉យនឹងវាយប្រហារមកនៅពេលណានោះទេដូច្នេះហើយពួកយើងត្រូវតែត្រៀមខ្លួនណាត់សកលបានហុចសាច់អាំងទៅកាន់លូកាហើយនិយាយថាពួកវានឹងត្រឡប់មកវិញម្ដងទៀតនៅរដូវវស្សាយូណូបានសួរ QJ ថាតើប្រហែលថ្ងៃនេះវាអាចភ្លៀងដែរឬទេហើយ QJ បានឆ្លើយថាវាមិនមានភ្លៀងទេរហូតដល់ចុងខែទើបវាអាចភ្លៀងម្ដងទៀតណាត់សកលប្រាប់ឲ្យលូកាទុកចិត្តចុះប៉ុន្តែលូកាបានតបវិញថាកុំធ្វើប្រហែសសោះយូណូបន្តថាការព្យាករណ៍របស់ណាត់សកលគឺពិតជាត្រឹមត្រូវប៉ុន្តែលូកាបានតបវិញថាពួកយើងគឺជាទាហានទាំង9ដូច្នេះហើយពួកយើងត្រូវតែត្រៀមខ្លួនប្រយុទ្ធគ្រប់ពេលវេលារូបសម្រស់និងកិត្តិយសដែលលូកាមានបានទាក់ទាញក្មេងស្រីៗជាច្រើនចោមរូមហើយនិយាយជាមួយនឹងគាត់ពេលនោះគាត់ក៏ស្រែកហៅយូណេអូហើយយូណេអូបានតបទៅវិញថារីករាយនឹងភាពសប្បាយរីករាយនេះទៅចុះបន្ទាប់មកយូណេអូបានឃើញនារីអែល2នាក់កំពុងដើរសម្ដៅមកកាន់ពួកគេហើយយូណូក៏បានសម្ញែកភាពសង្ហារបស់គេហើយប្រែកាយទៅជាសេះយូនីខនហើយសួរពួកគេថាតើពួកគេទាំងពីរនេះចង់ជិះលើខ្នងរបស់វាដែរឬទេពួកគេមិនខ្វល់ពីយូណូទេហើយបន្តដើរទៅរកមេមរុហើយនិយាយថាក្រុមអ្នកចម្រៀងគឺប្រមូលផ្ដុំនៅទីនោះហើយបបួលមេមរុទៅជាមួយគ្នាបន្ទាប់មកគាត់សួរនាងថាតើអនាគតដែលនាងមើលឃើញនោះមានអ្វីខ្លះនាងបាននឹកឃើញសាច់រឿងដ៏ជូរចត់នៅក្នុងរឿងព្រេងនិទាននៃការវិនិច្ឆ័យនេះហើយនាងមិនបាននិយាយអ្វីទាំងអស់ដោយឃើញសភាពណាត់សកលបែបនេះអ៊ីលដឺបាបាបាននិយាយថាថ្ងៃនេះគឺជាថ្ងៃពិធីបុណ្យនៃការប្រមូលផលដូច្នេះហើយរឿងមួយនេះចាំយើងនិយាយគ្នានៅពេលក្រោយភ្លាមៗនាងបានឮសំឡេងក្មេងស្រីម្នាក់ហៅលូកាថាជាវីរបុរសដ៏អស្ចារ្យហើយនាងនឹកឃើញសាច់រឿងមួយដែលពេលពិធីបុណ្យយូណេអូបានចាប់ផ្ដើមនោះលូកាបានជួបនឹងក្មេងស្រីម្នាក់ហើយយើងកាត់មកកាន់លូកាវិញពេលនោះគាត់កំពុងតែដើរកាន់ស្រាហើយមានណែនាំលូកាទៅកាន់កូនស្រីរបស់គាត់ដូចគ្នាជំនួបពួកគេទាំងពីរនាក់បានបញ្ចេញពន្លឺយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកស៊ីងកនអត់លិតទាំងពីរនាក់នេះនិងភ្ញៀវក្នុងរោងនេះចាំងភ្នែកយ៉ាងខ្លាំងពេលនោះមានបរិមម្នាក់បានអញ្ជើញឲ្យអភិបាលក្រុងទៅត្រួតពិនិត្យអំពីកំជ្រួចដែលត្រូវបាញ់ហើយយូណូបានចូលទៅផ្សំគុំនិងចាប់គូឲ្យពួកគេរាំជាមួយនឹងគ្នាកាន់មកកាន់យូណូនិងណាស្កូកំពុងតែរីករាយនឹងអាហាររបស់ពួកគេហើយពេលនោះDestiny ចូលមកដល់ហើយយូណូបានសួរនាងថាតើលូកានៅឯណាហើយ Destiny ឆ្លើយថានាងបានបំបែកផ្លូវគ្នាជាមួយគាត់មួយសន្ទុះមុនហើយសួរទៅកាន់យូណូថាតើនាងគឺជានរណាយូណូណែនាំណាត់សកលទៅកាន់នាងហើយយូណូចាប់ផ្ដើមស្ដីឲ្យនាងអំពីបុគ្គលិកលក្ខណៈអាក្រក់របស់នាងហើយគិតថានាងប្រហែលជាគ្មានមិត្តភក្តិនោះទេរឿងដែលយូណូថាឲ្យណាត់សកលនេះធ្វើឲ្យណាត់សកលភ្ញាក់ផ្អើលហើយ Destiny ឆ្ងល់ថាតើនាងគ្មានមិត្តភក្តិមែនដែរឬទេដែលតាម Destiny នោះបានមកដល់ហើយនិយាយអំពីពាក្យសន្យារបស់ពួកគេតាសកលបានរំលឹកអំពីប្រវត្តិរបស់បុរសម្នាក់នោះហើយគាត់គឺជាប្រធាននៃមូលនិធិប្រចាំទីក្រុងមួយនេះឯងហើយអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគាត់មានប្រពន្ធចំនួន8រួចស្រាប់ទៅហើយបុរសម្នាក់នោះបាននិយាយទៅកាន់ Destiny ថានាងនឹងក្លាយជាប្រពន្ធទី9របស់គាត់ហើយពីនោះណាត់សកលបានចូលទៅដោះស្រាយរឿងនោះហើយសួរគាត់តែមានក្នុងសាច់រឿងហើយយូណូបានបន្តសួរទៀតថាតើយើងនឹងដោះស្រាយរឿងនេះដោយរបៀបណាជូជេបញ្ជាក់ពួកគេថាវាមិនអាចកំណត់សម្គាល់ថាអ្នកណាជាវ៉យឬក៏អ្នកណាជាបូជាចានោះទេព្រោះថាគេទាំងពីរនោះគឺស្រដៀងគ្នាខ្លាំងពេកនៅអ្នកប្រដាល់ឆ្មាកូនកាត់ខ្លាចេញមកភាគីទាំងពីរត្រៀមនឹងប្រយុទ្ធហើយគូជេខ្លាចជាអ្នកវាយជួងឲ្យទឹកនិងអត្ថាធិប្បាយដោយណាត់សកលលោកស្រីនិងកញ្ញាថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានមកអត្ថាធិប្បាយគូពិសេសនៅក្នុងពិភពលោកចុងក្រោយមួយនេះហើយគូពិសេសរបស់យើងគឺអាពីរគ្រឿងនេះឯងការប្រកួតបានចាប់ផ្ដើមយើងឃើញថាពួកគេកំពុងតែវាយគ្នាយ៉ាងស្វិតស្វាញហើយដោយសារតែអ្នកប្រដាល់ខ្លាកាត់ឆ្មានេះមានខ្សែឬក៏ខ្នងជាណាត់សកលវាបានហក់ឡើងទៅលើឈើបន្ទាប់មកក៏វាហក់ចូលទៅក្នុងពោះរបស់វ៉យដែលធ្វើឲ្យវាងាប់បាត់ទៅពេលដែលអ្នកប្រដាល់នោះចូលទៅដល់ក្នុងខ្លួនរបស់វ៉យវាបានវាយកំទេចរាងកាយវាតាំងពីក្នុងរហូតទៅដល់ក្រៅហើយធ្វើឲ្យពួកគេទាំង3ទាំង4នាក់នោះសប្បាយចិត្តយ៉ាងខ្លាំងបណ្ឌិតស្កូបានសួរអំពីមូលហេតុដែលនាងស្លៀកសម្លៀកបំពាក់បែបនេះ Destiny បានបញ្យល់ពីមូលហេតុដែលនាងស្លៀកពាក់បែបនេះហើយពេលនោះ Yuneo បានចូលមកដល់ជាមួយនឹង Memeru និង QJ Yuneo បាននិយាយលេងជាមួយនឹង Destiny ហើយ
Natsuko បានសួរទៅកាន់មេមេរុថាតើពេលវាយបង្ហាញខ្លួននៅក្នុងពិធីបុណ្យនោះតើអ្នកនៅឯណា Yuno បានឆ្លើយជំនួសនាងដោយនិយាយថានាងរវល់ជាមួយនឹងក្រុមតន្ត្រីហើយវាបានបន្តនិយាយបង្អាប់ Natsuko អំពីមេមេរុដែលមានមិត្តនិង Natsuko ដែលគ្មានមិត្តភក្តិហើយពេលនោះ Destiny ហើយសាច់រឿងនៅភាគទី3របស់យើងនៅថ្ងៃនេះបានចប់តែត្រឹមនេះអរគុណសម្រាប់ការទស្សនាយើងនឹងជួបគ្នានៅវីដេអូក្រោយ